សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍របស់ផ្លែត្របែកផ្លែត្របែកមានអត្ថប្រយោជន៍ផ្លូវកាយយ៉ាងច្រើនដោយសម្បូរទៅដោយវីតាមីនរ៉ែនិងសារធាតុផ្សេងដែលចាំបាច់សម្រាប់សុខភាពខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់របស់វា 1. បង្កើនប្រព័ន្ធភាពស៊ាំផ្លែត្របែកមានវីតាមីន C ខ្ពស់ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំធ្វើឲ្យរាងកាយតស៊ូនឹងជំងឺផ្លូវការដង្ហើមនិងការឆ្លងមេរោគបានល្អជាងមុន 2. ជួយបង្ការជំងឺបេះដូងនិងជំងឺផ្សេងសារធាតុ Antioxidant ក្នុងផ្លែត្របែកដូចជាវីតាមីន C និង Beta Carotene អាចជួយកាត់បន្ថយការរលាកនិងការពារជំងឺបេះដូងជំងឺទឹកនោមផ្អែមនិងមហារីក 3. ជួយអារម្មណ៍ល្អផ្លែត្របែកមានវីតាមីន B6 ដែលចាំបាច់សម្រាប់ការផលិតសារធាតុ Serotonin និង Dopamine ដែលជួយធ្វើឲ្យអារម្មណ៍ល្អនិងកាត់បន្ថយភាពអស់សង្ឃឹម 4. ជួយរំលាយអាហារផ្លែត្របែកមានសារធាតុជាតិសរសៃច្រើនដែលជួយឲ្យរំលាយអាហារបានល្អបន្ធូរប្រព័ន្ធការពារលាមក 5. ពង្រឹងឆ្អឹងនិងធ្មេញវីតាមីន K និងម៉ាញ៉េស្យូមក្នុងផ្លែត្របែកជួយការពារជំងឺរលាកសន្លាក់និងពង្រឹងឆ្អឹងឲ្យមានសុខភាពល្អ 6. ល្អសម្រាប់ស្បែកវីតាមីន C និងសារធាតុ Antioxidant ផ្សេងអាចជួយកាត់បន្ថយរមាស់ស្បែកនិងធ្វើឲ្យស្បែកមានពន្លឺថ្លា 7. ជួយកាត់បន្ថយទម្ងន់ផ្លែត្របែកមានកាឡូរីទាបប៉ុន្តែសម្បូរទៅដោយជាតិសរសៃដែលជួយធ្វើឲ្យឆ្អែតយូរនិងកាត់បន្ថយការញ៉ាំច្រើន 8. ល្អសម្រាប់ភ្នែកBeta Carotene ក្នុងផ្លែត្របែកអាចផ្លាស់ប្ដូរទៅជាវីតាមីន A ដែលជួយពង្រឹងភ្នែកនិងកាត់បន្ថយហានិភ័យនៃជំងឺទាល់ភ្នែក 9. ប្រឆាំងនឹងជាតិអាស៊ីតសារធាតុជាតិអាល់កាឡែនក្នុងផ្លែត្របែកអាចជួយសម្រកជាតិអាស៊ីតក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 10. ប្រឆាំងនឹងមេរោគសារធាតុប្រឆាំងមេរោគធម្មជាតិក្នុងផ្លែត្របែកអាចជួយបង្ការការឆ្លងមេរោគនិងព្យាបាលជំងឺផ្សេងដូចជាគ្រុនផ្ដាសាយនិងផ្ដាសាយធម្មតាសរុបមកផ្លែត្របែកគឺជាផ្លែឈើដ៏ល្អសម្រាប់សុខភាពដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងពង្រឹងប្រព័ន្ធភាពស៊ាំនិងធ្វើឲ្យស្បែកនិងរាងកាយមានសុខភាពល្អសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ